សួស្តីទាំងអស់គ្នាបាទបន្ទាប់ពីយើងសិក្សាអំពីcount A បាទអញ្ចឹងយើងសិក្សា count មួយទៀតគឺតកតងនឹង count បលែងអញ្ចឹងរូបមន្ត count បលែងនេះគឺជារូបមន្តមួយដែលយើងប្រើវាសម្រាប់រាប់ចំនួនទទេបាទរាប់ចំនួនទទេអញ្ចឹងរាប់ចំនួនទទេបាទមានន័យថាកាឡាដែលអត់មានទិន្នន័យកាឡាដែលអត់មានទិន្នន័យអត់មានការវាយបញ្ចូលជាអក្សរអត់មានការវាយបញ្ចូលជាលេខបាទអញ្ចឹងមុននឹងចូលទៅដល់ការប្រើប្រាស់រូបមន្ត count A បាទសំទោសបាទអញ្ចឹងយើងចាប់ផ្ដើមគណនារូបមន្ត count បលែងគឺស្មើ count បលែងបើកវងកញ្ចក់បន្តមកទៀតយើង select លើទិន្នន័យទាំងអស់បាទហើយបិទវងកញ្ចក់យើងចុច enter នោះយើងនឹងឃើញមានចំនួន10ចំនួន10បានមកពីណាគឺបានមកពីវារាប់កាឡាដែលទទេបាទអញ្ចឹងយើងអាចរាប់ទៅបាទ2 3 4 5 6 7 8 9 10អីចឹងទៅណាបាទអញ្ចឹងយើងទៅមើលទៅថាតើកាឡារបស់យើងនឹងមានកាឡាទទេចំនួនប៉ុន្មានបាទអញ្ចឹងយើងរាប់ទៅឃើញកាឡាទទេរបស់យើងគឺមានចំនួន10ហើយចំណែកឯខាងលើនេះគឺរាប់ចំនួនទិន្នន័យជាលេខបាទអញ្ចឹងរាប់ទិន្នន័យជាលេខគឺប្រកាសជាយើងប្រើរូបមន្ត count បាទអញ្ចឹងយើងស្មើបាទ count បើកវងកញ្ចក់ហើយបន្តទៀតយើងធ្វើការ select លើទិន្នន័យទាំងអស់ដូចគ្នាបាទបន្តទៀតយើងបិទវងកញ្ចក់យើងចុច enter ចំណែកឯរាប់ចំនួនទិន្នន័យជាអក្សរបាទអញ្ចឹងយើងស្មើ count A បើកវងកញ្ចក់ហើយយើង select លើទិន្នន័យទាំងអស់ដូចគ្នាបាទបន្ទាប់ពីយើង select ទិន្នន័យទាំងអស់ហើយយើងចុច enter បាទបាត់វងកញ្ចក់ចុច enter នោះយើងនឹងទទួលបានបាទលទ្ធផលឃើញ130ដោយសារតែទិន្នន័យទាំងអស់របស់យើងហ្នឹងគឺឃើញ130ហើយទិន្នន័យជាលេខឃើញ50ហើយនឹងទិន្នន័យដែលទទេគឺយើងឃើញមានចំនួន10បាទមានតែប៉ុណ្្នឹងបាទសូមអរគុណ